មើលតែសកម្មភាពលោក Pep Guardiola យុគមិញក៏ដឹងថាជ័យជំនះរបស់ Manchester City លើ Aston Villa សំខាន់ខ្លាំងយ៉ាងណាដែរមុនការប្រកួតគាត់បាននិយាយហើយថានេះជាវគ្គផ្ដាច់ព្រាត់មួយដ៏សំខាន់នៅក្នុងការប្រជែងកៅអី Champions League រដូវកាលក្រោយនៅទីបំផុត Man City ធ្វើបានដែលបានឈ្នះ Aston Villa ដោយគ្រាប់បាល់ក្នុងនាទី90បូករបស់ Matheus Nunes 2-1 ធ្វើឲ្យលោក Pep Guardiola សប្បាយចិត្តខ្លាំងមែនទែន Manchester United ចាប់អារម្មណ៍ខ្សែប្រយុទ្ធជម្រើសជាតិ Brazil Matheus Cunha របស់ Wolves ហើយខ្សែប្រយុទ្ធជម្រើសជាតិ Brazil របស់ Wolves នេះក៏ចាប់អារម្មណ៍ចូលរួម Manchester United ក្នុងរដូវក្តៅនេះដែរ Barcelona បានយកឈ្នះ Mallorca 1-0 បង្កើនការនៅមុខ7ពិន្ទុជាបណ្ដោះអាសន្នលើ Real Madrid ត្រូវប៉ះ Getafe នៅរាត្រីថ្ងៃពុធនេះ Man City ធ្វើបានដែលបានឈ្នះ Aston Villa ដោយគ្រាប់បាល់ក្នុងនាទី90បូករបស់ Matheus Nunes 2-1 ធ្វើឲ្យលោក Pep Guardiola សប្បាយចិត្តខ្លាំងមែនទែនហើយនៅក្នុងការប្រកួតនោះគាត់ដាក់ចិត្តដាក់អារម្មណ៍ដាក់កាយមួយទំហឹងតែម្ដងលោក Pep Guardiola បាននិយាយថា Aston Villa បច្ចុប្បន្ននេះគឺជាក្រុមល្អបំផុតមួយមើលតែពេល Aston Villa លេងទល់នឹង PSG លេងទល់នឹង Newcastle ទៅឃើញហើយបន្ទាប់ពីឈ្នះ Aston Villa នេះទៅលោក Pep Guardiola កំពុងផ្ដោតលើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ FA Cup ដែល Man City ត្រូវប៉ះ Nottingham Forest ចុងសប្តាហ៍នេះរួចហើយលោក Pep Guardiola បាននិយាយថាត្រូវផ្ដោតលើវគ្គផ្ដាច់ព្រាត់4ប្រកួតទៀតនោះគឺការប្រកួត Premier League 4ប្រកួតចុងក្រោយរបស់ Man City ដែលត្រូវប៉ះ Wolves ប៉ះ Southampton ប៉ះ Bournemouth និង Fulham គឺ2ប្រកួតក្នុងទឹកដីនិង2ប្រកួតក្រៅទឹកដីហើយនឹងសំខាន់មួយទៀតគឺគាត់សង្ឃឹមថា Man City នឹងឡើងទៅវគ្គផ្ដាច់ព្រាត់ FA Cup ប្រកួតដើម្បីដណ្ដើមពាន FA Cup នៅ Wembley លោក Pep Guardiola គាត់និយាយថាការបានកៅអី Champions League គឺជារឿងដ៏សំខាន់ណាស់ហើយការប្រកួតទល់នឹង Aston Villa នេះ Aston Villa គឺជាក្រុមមួយដ៏ខ្លាំងពិសេសក៏ប៉ុន្តែក្រុម Man City បានបង្ហាញនៅអ្វីដែលគេធ្លាប់បានធ្វើក្នុងអតីតកាលគឺការលេងពោពេញទៅដោយការបដិញ្ញាចិត្តដើម្បីយកជ័យជំនះចាប់តាំងពី Man City បានលើកពាន FA Cup ក្នុងឆ្នាំ2011មកគិតមកទល់បច្ចុប្បន្ននេះមានតែ3រដូវកាលទេដែល Man City មិនបានឈ្នះពានសោះសូម្បីតែមួយហើយបើគិតតាំងពីពេលលោក Pep Guardiola ចូលដឹកនាំបន្ទាប់ពីរដូវកាល2016-17នោះមកយ៉ាងហោចក៏ Man City ឈ្នះពានមួយដែរយ៉ាងតិចក្នុងមួយរដូវកាលចឹងនៅក្នុងរដូវកាលនេះពានដែលនៅសល់គឺពាន FA Cup ដែល Man City នឹងប្រកួតទល់នឹង Nottingham Forest ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៅ Wembley ថ្ងៃអាទិត្យនេះហើយមួយគូទៀតគឺ Crystal Palace ប៉ះ Aston Villa នរណាឈ្នះនឹងឡើងទៅប៉ះគ្នាក្នុងខែឧសភាវគ្គផ្ដាច់ព្រាត់នៅ Wembley Barcelona បានយកឈ្នះ Mallorca 1-0 បង្កើនការនៅមុខ7ពិន្ទុជាបណ្ដោះអាសន្នលើ Real Madrid ត្រូវប៉ះ Getafe នៅរាត្រីថ្ងៃពុធនេះលោក Hansi Flick បានផ្លាស់ប្ដូរកីឡាករ7នាក់ក្នុងជម្រើស11នាក់ដំបូងរបស់ Barcelona យុគមិញរួមទាំងការដាក់ Ansu Fati លេងក្នុងជម្រើស11នាក់ដំបូងផងដើម្បីទុកជើងកីឡាករសំខាន់ៗមួយចំនួនត្រៀមប្រកួតផ្ដាច់ព្រាត់ Copa del Rey ទល់នឹង Real Madrid នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះហើយយុគមិញនេះគ្រាប់បាល់ជាចំណាស់មួយគ្រាប់គត់របស់ Barcelona រកបានដោយ Dani Olmo 41វិនាទីក្រោយចាប់ផ្ដើមវគ្គទី2នៅក្នុងវគ្គទី1 Barcelona សុទ្ធទី Mallorca ដល់ទៅ24ដងក៏ប៉ុន្តែអត់ចូលហើយនៅក្នុងវគ្គទី2 Barcelona បន្តបង្កើនការសម្រុកបង្កើតឱកាសច្រើនទៀតសរុបទៅយប់មិញនេះ Barcelona បង្កើតឱកាសទាត់ទី Mallorca ដល់ទៅ40ឱកាសប៉ុន្តែចូលទីតែមួយគ្រាប់នោះតែប៉ុណ្ណោះឯ Mallorca វិញដែលកំពុងស្ថិតនៅលើរៀងទី7ក្នុងតារាង La Liga និងកំពុងព្យាយាមប្រជែងកៅអី Europa League រដូវកាលក្រោយមិនមានឱកាសទាត់ទី Barcelona ទាល់ទេសោះការបង្កើតឱកាសដល់ទៅ40លើកទាត់ទី Mallorca ពីសំណាក់ Barcelona យុគមិញនេះគឺជាការបង្កើតឱកាសច្រើនបំផុតសម្រាប់ក្រុមមួយក្នុងមួយប្រកួតក្នុងក្របខ័ណ្ឌ La Liga រដូវកាលនេះអ្នកចាំទី Leo Roman របស់ Mallorca សង្គ្រោះបាល់បានច្រើនមែនទែនយុគមិញហ្នឹងManchester United ចាប់អារម្មណ៍ខ្សែប្រយុទ្ធជម្រើសជាតិ Brazil Matheus Cunha របស់ Wolves ហើយខ្សែប្រយុទ្ធជម្រើសជាតិ Brazil របស់ Wolves នេះក៏ចាប់អារម្មណ៍ចូលរួម Manchester United ក្នុងរដូវក្តៅនេះដែរ Matheus Cunha វ័យ25ឆ្នាំបានចូលរួម Wolves ពី Atletico Madrid ក្នុងឆ្នាំ2023មានខផ្ដាច់កុងត្រាតម្លៃ 62.5 លានផោនCunha ជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេរបស់ Wolves ក្នុងរដូវកាលនេះរកបានសរុប16គ្រាប់ក្នុងគ្រប់ពានរង្វាន់ទាំងអស់ហើយគេត្រូវបានរំពឹងថានឹងចាក់ចេញពី Wolves នៅដំណាច់រដូវកាល2024-25នេះប្រភពគួរឲ្យទុកចិត្តជាច្រើនបានរាយការណ៍ថា Cunha ស្ថិតក្នុងចំណោមខ្សែប្រយុទ្ធដែល Man U ចង់បានរួមជាមួយកីឡាករ Liam Delap របស់ Ipswich Town វ័យ22ឆ្នាំផងដែរក៏ប៉ុន្តែ Cunha ក៏មានក្លឹបដទៃចាប់អារម្មណ៍ចង់បានដូចគ្នាផងដែរក្រៅពី Manchester United និងមាន Liverpool មាន Newcastle Arsenal និង Chelsea ក៏ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Cunha របស់ Wolves ផងដែរCunha ជាកីឡាករម្នាក់ដែលលេងដោយឆន្ទៈខ្ពស់មានការប្រឹងប្រែងខ្លាំងហើយគេអាចលេងនៅក្នុងប្រព័ន្ធ 3-4-2-1 របស់លោក Ruben Amorim តាំងពីចូលរួម Wolves Cunha រកបាន32គ្រាប់ពីការបង្ហាញខ្លួន87លើកសម្រាប់ Wolves ប៉ុន្តែសម្រាប់ Cunha នេះអ្វីដែលជាក្តីកង្វល់មួយនឹងគឺគេឧស្សាហ៍រងការពិន័យនៅក្នុងរដូវកាលនេះគេរងការពិន័យកាតក្រហម2ដងហើយនិងបានអាក់ខានការលេង6ប្រកួតសម្រាប់ Wolvesសម្រាប់ Manchester United លោក Ruben Amorim បន្ទាប់ពីចាញ់ Wolves 0-1ក្នុងទឹកដីខ្លួនឯងកាលពីចុងសប្តាហ៍កន្លងទៅបាននិយាយថា Manchester United ពិតជាចង់ពង្រឹងក្រុមសម្រាប់ការប្រកួតប្រជែងនៅក្នុងរដូវក្តៅខាងមុខក៏ប៉ុន្តែអ្វីៗមិនទាន់ច្បាស់លាស់នៅឡើយដោយសារតែស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹប
ប្រសិនបើ Manchester United ដែលកំពុងស្ថិតនៅក្នុងវគ្គពាក់កណ្ដាលប្រតិបត្តិ Europa League អាចឈានបន្តរហូតដល់លើកពីន Europa League Man U នឹងទទួលបានចំណូលសរុបប្រមាណ100លានផោនពីការឈ្នះជើងឯក Europa League ហើយបានកៅអីលេង Champions League រដូវកាលក្រោយគិតត្រឹមពេលនេះ Man U កំពុងខាត24លានផោនរួចទៅហើយចំពោះការទទួលបានចំណាត់ថ្នាក់មិនល្អនៅក្នុងក្របខ័ណ្ឌ Premier League ការទទួលបានចំណាត់ថ្នាក់ណាមួយនៅក្នុងក្របខ័ណ្ឌ Premier League ទទួលបានប្រាក់រង្វាន់ពី Premier League ហើយចំណាត់ថ្នាក់នីមួយៗខុសគ្នាចំនួន3លានផោនរដូវកាលមុន Man U ក្រោមការដឹកនាំរបស់លោក Erik ten Hag បានលេខរៀងទី8រដូវកាលនេះកំពុងស្ថិតនៅលេខរៀងទី14អញ្ចឹងធៀបទៅនឹងរដូវកាលមុនមានន័យថា Man U កំពុងខាតអស់24លានផោនរួចទៅហើយដោយសារតែគម្លាតចំណាត់ថ្នាក់ខុសគ្នាច្រើន